នេះគឺជាសេនាការពារទ្រព្យសម្បត្តិទាំងពួងនៃផែនដីហើយជាអ្នកថែរក្សាធម្មពលនៅក្នុងទឹកឬជាសត្វតំណាងឲ្យទឹកឬភាពត្រជាក់ត្រជុំក្នុងទេវកថាព្រហ្មញ្ញសាសនានិករាជត្រូវជាកូនរបស់ឥសីកាស្យបៈនិងនាងកទ្រុដែលមានបងប្អូនចំនួន 1000 នាក់ក្នុងនោះមាននាគរាជចំនួន 3 សំខាន់ដែលគេស្គាល់ច្រើនជាងគេនៅក្នុងទេវកថាមានអនន្តៈវាសុកៈនិងតស្សកៈអនន្តៈឬសេសៈជាតួអង្គនាគដែលគេស្គាល់ថាជានាគដែលព្រះវិស្ណុផ្ទុំនៅពីលើរងចាំបង្កើតលោកនិងជាបងប្រុសច្បងក្នុងចំណោមនាគរាជទាំង3នាគរាជទី2ឈ្មោះវាសុកៈជាតួអង្គនាគដែលគេស្គាល់ជាគ្រឿងអលង្ការរបស់ព្រះឥសូរពាក់ជាប់នឹងករបស់ទ្រង់និងជានាគដែលយកធ្វើជាខ្សែសម្រាប់កូរសមុទ្រទឹកដោះយកទឹកអម្រឹតដែលអ្នកគោម្ខាងជាទេវតានិងម្ខាងទៀតជាអសុរៈនាគរាជទី3ឈ្មោះថាតស្សកៈគឺជាតួអង្គនាគដែលគេស្គាល់ថាជាអ្នកគ្រប់គ្រងព្រៃខត្តវៈដែលដុតដោយអរជុននិងជាតួអង្គដែលសម្លាប់ចៅប្រុសរបស់អរជុនឈ្មោះបរិក្សិតនៅក្នុងរឿងមហាភារតៈនាគគឺជាសេនាការពារទ្រព្យសម្បត្តិទាំងពួងនៃផែនដីហើយជាអ្នកថែរក្សាធម្មពលនៅក្នុងទឹកឬជាសត្វតំណាងឲ្យទឹកឬភាពត្រជាក់ត្រជុំ